បាទមានដីហើយនឹងផ្ទះអាជីវកម្មនៅក្នុងកណ្ដាលក្រុងសៀមរាបជាប់នឹងផ្លូវមាត់ស្ទឹងតំបន់នេះជិតនឹងវត្តព្រះអិនកៅសីបាទហើយនោះជាវត្តព្រះអិនកៅសីបាទហើយនេះជាស្ទឹងសៀមរាបហើយយើងឡើងទៅព្រះអង្គជ័យព្រះអង្គចោលព្រាបដំណាក់បាទហើយទីតាំងផ្ទះអាជីវកម្មនោះប៉ុន្តែខ្ញុំសូមលាក់ចំណុចផ្ទះអាជីវកម្មដោយសារផ្ទះគេប្រភេទអាជីវកម្មអញ្ចឹងយើងខ្ជិលបង្ហាញបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍ទីតាំងហើយនឹងតម្លៃអាចឆាតមកខ្ញុំបានតាម Telegram 085 28 2882ហើយទំហំដីក្បាល7ជម្រៅ20បាទហើយមានសំណង់ស្រាលហើយស្រេចបាទដូចជាក់ស្ដែងអញ្ចឹងបាទនេះអានេះយើងរក្សាសិទ្ធិទេព្រោះពេលខ្លះអាជីវកម្មទី1ទី2យើងខ្លាចអ្នកដែលមើលឃើញវីដេអូយើងផ្សព្វផ្សាយទៅគាត់មកតំណាក់តំណងជាមួយម្ចាស់ដោយមិនបានប្រាប់យើងឬមានរឿងផ្សេងយកឈ្មោះយើងមកប្រើប្រាស់ដោយសារកន្លងមកឲ្យតែខ្ញុំបង្ហាញទៅមានដូចថាអ្នកទិញគាត់មើលឃើញតែគាត់ឲ្យបងប្អូនឬឲ្យជំនួយការគាត់ទៅហើយទៅពេលខ្លះគាត់ទៅអត់ចេះប្រើភាសាទៅជួបម្ចាស់ទៅដោយភ្លាមធ្វើឲ្យពេលខ្លះម្ចាស់ខ្លះក៏ភ័យព្រោះមានរឿងកើតឡើងបាទខ្ញុំចេះតែឲ្យតែប្រភេទដីអាជីវកម្មខ្ញុំចង់បង្ហាញដោយសារអីមិនមែនខ្ញុំចង់លាក់ទេឲ្យតែឆាតមកខ្ញុំភ្លាមខ្ញុំប្រាប់ព័ត៌មានដាក់ទីតាំងឲ្យភ្លាមដោយសារខ្លាចប៉ះពាល់អាជីវកម្មឧទាហរណ៍គេកំពុងមានភ្ញៀវគេកំពុងរកស៊ីស្រាប់តែអ្នកទិញនឹងមកផ្ទះបងឯងលក់មកនិយាយចុះអាហ្នឹងរឿងពិតអញ្ចឹងបាទខ្ញុំចេះតែពេលខ្លះបើខ្ញុំចង់លាក់ទេខ្ញុំចង់បង្ហាញខាងក្នុងមានអីផ្ទះនឹងគេធ្វើអីរកអីចំណូលបានប្រមាណអីអញ្ចឹងបាទអានេះសិតតែផ្ទះម្ចាស់ដើមទេគេលក់ឲ្យដូចនេះទល់មុខសួនកន្លែងក្មេងលេងបាទនេះបាទនិយាយទៅមកអែមហ្មងកន្លែងអាជីវកម្មនៅមាត់ស្ទឹងបាទហើយតម្លៃគាត់នៅម្ចាស់ដើមអញ្ចឹងក៏គាត់មិនលក់បខំទេបើនិយាយថាលក់បខំបញ្ញាប់អីដូចជាមិនបញ្ញាប់ទេគាត់ថាបើត្រូវថ្លៃគ្នាលក់បាទអញ្ចឹងទៅបាទហើយនេះស្ពានហើយខ្ញុំគាត់តែប្រាប់ចំណុចនេះដឹងហើយគាត់ថាខ្ញុំមិនបញ្ជាក់ថាផ្ទះមួយណាក្បាលដីដឹង7 20ហើយបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍មកឆាតមកខ្ញុំប្រាប់ហើយបាទហើយគ្រាន់តែការជួបការណាត់ជួបការមើលអីយើងគ្រាន់ប្រាប់មុនក្នុងការតំណាក់តំណងឲ្យប្រយោជន៍ឲ្យផលទាំងអស់គ្នាដូចថាឲ្យតម្លៃទាំងអស់គ្នាដូចអ្នកទិញជូនដំណឹងទៅអ្នកលក់ជូនដំណឹងមកអ្នកទិញឬក៏ខ្ញុំផ្នែក agency នៅកដាជាអ្នកសម្របសម្រួលបាទមកពេលខ្លះគាត់អ្នកទិញគាត់បញ្ញាប់ពេកបន្ទាន់ពេកឲ្យខ្ញុំទៅបន្ទាន់ជាមួយអ្នកលក់ក៏គាត់មានពេលរវល់ដែរចំការតំណេះតំណោះអីចឹងទៅបាទហ្នឹងវាយើងមិនបដោតលើតែដីមួយកន្លែងផ្ទះមួយកន្លែងទេបើគាត់ថាដីវាស្រួលចង់មើលពេលណានាំមើលបានពេលហ្នឹងតែផ្ទះក៏យើងត្រូវជូនដំណឹងគេយ៉ាងហោចណាស់ក៏2ម៉ោងមុនដែរបើសិនជាផ្ទះបែបវិឡាផ្ទះបែបអីហ្នឹងគ្រាន់តែជូនដំណឹងយូរទៀតបាទជួនកាលអាចថាម្ចាស់គេមិននៅជួនកាលអាចម្ចាស់គេនៅឆ្ងាយឬក៏អ្នកកាន់សោតែអ្នកតំណោះយើងទៅបាទបើសិនជាយើងចង់ទិញយើងចង់បានពិតប្រាកដមែនគ្រាន់តែជូនដំណឹងមុនបាទអាចថា1ម៉ោងឬ2ម៉ោងបើសិនជាអ្នកនៅភ្នំពេញឬអ្នកនៅចម្ងាយជូនដំណឹងមុនមួយថ្ងៃអីក៏វាជាល្អដែរអានឹងជាសិល្បៈមួយដែរបាទសិល្បៈនៅក្នុងការឲ្យតម្លៃគ្នាទៅវិញទៅមករឿងតម្លៃថ្លៃថ្នូរយើងអាចជជែកគ្នាតាមក្រោយទេបាទនេះជាបទពិសោធន៍ការងារខ្ញុំច្រើនត្រូវគេថាឲ្យភាគច្រើនអញ្ចឹងដោយសារការយើងបង្ហាញត្រង់ស្រាប់តែមានគាត់មិនចង់មកតាក់ទងមួយខ្ញុំទេអាហ្នឹងខ្ញុំមិនខឹងទេអាហ្នឹងជារឿងរបស់គេចង់ធ្វើមិនគេធ្វើគាត់ថាពេលទៅម្ចាស់ផ្ទះក៏សួរអូនឯងដឹងតាមរយៈណាហើយមិនដឹងថាផ្ទះបងលក់ដីបងលក់អីចឹងទៅដល់ពេលទៅវែងឆ្ងាយមិនស្រួលរឿងខុសបន្ទោសតម្លាក់មកខ្ញុំទៀតឃើញអាអូននោះផុសឡាយលក់ចេញចុះដល់ពេលឯងនេះអត់ដឹងអីសោះបាទព្រោះមានរឿងពិតរបស់ខ្ញុំហ្នឹងម្ចាស់គាត់នៅភ្នំពេញគាត់ដាក់ផ្ទះជួលផងលក់ផងខ្ញុំផ្សព្វផ្សាយតែលក់ទេខ្ញុំបាត់បានផ្សព្វផ្សាយជួលទេស្រាប់តែគាត់តែមកខ្ញុំថាអូនឯងបតន់ចង់មើលផ្ទះបងបតន់ចង់ជួលឯណាហើយអូនឯងអត់មានប្រាប់ពេលវេលាបងបានមុន2ម៉ោងដាក់ឡើងគ្មានពាក្យអីដកដល់ពេលចុងក្រោយគាត់ថាអូច្រឡំអូនខាងលក់ទេបងច្រឡំខាងអ្នកជួលទៅអាយើងនេះស្ពឹកមកបាត់បាទនិយាយលេងតិចហើយគឺជារឿងការពិតបាទសូមអរគុណសូមជម្រាបលា